សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើម្ហូបមួយមុខទៀតហើយគឺស្លម្ជូរដើមចេកជាមួយនឹងត្រីរ៉ស់សម្រាប់មុខម្ហូបមួយមុខនេះគឺសាមញ្ញខ្លាំងណាស់អ្នកទាំងអស់គ្នាម្ហូបមួយមុខនេះគឺជាម្ហូបបែបស្រុកស្រែជនបទយើងនេះឯងមុខម្ហូបនេះងាយធ្វើណាស់អ្នកទាំងអស់គ្នាប៉ុន្តែរសជាតិក៏មិនធម្មតាដែរហើយនាងខ្ញុំនឹងមកអាននៅរឿងស្នេហាខុសភពជាបន្តទៀតណាកុំភ្លេចតាមដានជាបន្តទៀតណាតោះកុំឲ្យខាតពេលយូរយើងទៅស្ដាប់ទាំងអស់គ្នា កាលពីភាគមុនយើងនិយាយដល់ចរណៃបានជួបនឹងនរៈរាយដែលជាប្រភូមិថែរក្សាទឹកដីនៅចំការរបស់វឌ្ឍនាចរណៃស្រីក៏សួរទៅនរៈរាយហេតុអីក៏ខ្ញុំមិនដែលឃើញលោកសោះអញ្ចឹងនរៈរាយញញឹមបន្តិចហើយនិយាយតបទៅចរណៃគឺខ្ញុំមិនចង់ឲ្យនាងឃើញប៉ុន្តែខ្ញុំមើលទៅនាងដូចជានៅតែម្នាក់ឯងពេកក៏ចង់ចេញមកលេងជាមួយនឹងនាងទៅពិតមែនហើយក្រៅពីលោកវឌ្ឍនាគ្មានអ្នកណាមើលឃើញខ្ញុំនោះទេអញ្ចឹងហើយទៅបានជាខ្ញុំចេះតែដើរតាមលោកវឌ្ឍនាទៅនរៈរាយក៏សួរទៅសិស្សស្រីបន្តចុះហេតុអីថ្ងៃនេះនាងមិននៅជាមួយវឌ្ឍនាអញ្ចឹងគឺខ្ញុំខ្លាចលោកវឌ្ឍនាធុញទើបខ្ញុំមកអង្គុយលេងនៅទីនេះទៅមិនអីទេអញ្ចឹងបើអ្នកនាងអបសុកអាចមកលេងជាមួយខ្ញុំបានចរណៃសប្បាយចិត្តហើយនិយាយតបទៅនរៈរាយលោកនិយាយពិតមែនទេខ្ញុំអាចមកលេងជាមួយលោកបានមែនទេពិតមែនហើយមកលេងចុះខ្ញុំមិនថាអីនោះទេក្រោយពីនិយាយគ្នាជាមួយនរៈរាយរួចចរណៃក៏ត្រឡប់ទៅផ្ទះវិញចរណៃស្រីចូលទៅដល់ក្នុងបន្ទប់ក៏ជួបនឹងវឌ្ឍនានរៈសង្ហាវឌ្ឍនាក៏សួរទៅស្រស់ស្រីទៅមកពីណាគឺខ្ញុំទៅតែមកពីចំការនៅក្នុងចំការហេតុអីក៏ខ្ញុំមិនឃើញអ្នកនាងគឺខ្ញុំទៅអង្គុយយកតងនៅក្រោមដើមឈើហ្នឹងណាលោកដឹងទេថាថ្ងៃនេះខ្ញុំបានជួបនរណាគេនរៈក៏ឆ្លើយតបបើអ្នកនាងមិនប្រាប់ខ្ញុំមិននឹងដឹងទៅចរណៃស្រីញញឹមហើយនិយាយតបទៅនរៈថាគឺខ្ញុំបានជួបជាមួយព្រះភូមិដែលជាអ្នកថែរក្សានៅទីនេះនោះអីនរៈសង្ហាវឌ្ឍនាក៏លន់មាត់ថាម៉េចនេះអ្នកនាងជួបជាមួយម្ចាស់ទឹកដីនៅទីនេះមែនទេត្រូវហើយមើលទៅគាត់សង្ហាខ្លាំងណាស់ហើយថែមទាំងមានមន្តស្នេហ៍ទៀតផងហើយគាត់ចិត្តល្អទៀតគាត់និយាយថាបើខ្ញុំអបសុកអាចទៅរកគាត់បានគាត់មិនថាអីនោះទេវឌ្ឍនាឮចរណៃសរសើរនរៈរាយធ្វើឲ្យគេមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តសោះនរៈសង្ហាវឌ្ឍនាក៏តបទៅវិញទាំងអន់ចិត្តនេះទៅតែស្គាល់គ្នាមិនបានប្រមាណម៉ោងផងក៏សរសើរគេភ្លាមហើយមែនទេចុះខ្ញុំហេតុអីក៏មិនសរសើរផងវឌ្ឍនានិយាយរួចក៏ដើរចេញពីក្នុងបន្ទប់បាត់ទៅចំណែកឯមាណវីស្រីឃើញនរៈសង្ហាដើរចេញទាំងបែបនោះនាងក៏ឆ្ងល់ហើយក៏និយាយតែម្នាក់ឯងនេះតើគេកើតអីទៅមិនយល់សោះចំណែកនេះមង្គលបានទៅអង្គុយញ៉ាំកាហ្វេនៅហាងមួយកន្លែងកំពុងតែអង្គុយញ៉ាំកាហ្វេស្រាប់តែនរៈសង្ហាវឌ្ឍនាក៏ដើរកាត់មុខរបស់គេសម្ដៅទៅអ្នកលក់នេះមង្គលភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេមិននឹកស្មានថាវឌ្ឍនានៅមិនទាន់ស្លាប់ពេលនោះនរៈសង្ហាវឌ្ឍនាក៏ដើរសម្ដៅមកមង្គលហើយនិយាយទៅកាន់នាយមង្គលថាសួស្តីលោកមង្គលនាយមង្គលក៏ឆ្លើយតបទាំងមុខស្មាបាទសួស្តីលោកវឌ្ឍនានេះលោកមកញ៉ាំកាហ្វេដែរមែនទេបាទពិតមែនហើយនាយមង្គលក៏ធ្វើជាសួរថាឮថាថ្ងៃមុនលោកមានគ្រោះថ្នាក់ចរាចរណ៍មែនទេនរៈសង្ហាវឌ្ឍនាក៏ឆ្លើយឌឺទៅនាយមង្គលវិញថាបាទពិតមែនហើយមិនដឹងថាឆ្កែមកពីណានោះទេដែលមកលុកខាំខ្ញុំពីក្រៅខ្នងបែបនេះប៉ុន្តែខ្ញុំមិនឲ្យឆ្កែនោះខាំខ្ញុំបានទៀតទេខ្ញុំនឹងចាប់វាដាក់ទ្រុងឲ្យបានកុំឲ្យវាដើរខាំគេផ្ដេសផ្ដាស់ទៀត